អ្នកសុខសប្បាយជីទេគ្មានជំងឺហឺទេតើអ្នកសុខសប្បាយជីទេកុំដឹងខ្លួននាងត្រូវបានលីមិញហើយផ្ទះកំភ្លៀងនិយាយខ្ញុំត្រូវបានគ្រូសាហ្គេឬដោយចៃដន្យគ្រូសាហ្គេស្រាប់តែមានការរំខានបន្តិចគាត់ទាញទូរស័ព្ទដៃរបស់គាត់ចេញដើម្បីធ្វើការហៅចេញបន្ទាប់មកគាត់ស្ទាក់ស្ទើរម្ដងទៀតវាមានសំឡេងរំខានខ្លាំងណាស់ហើយថ្ងៃនោះក៏កន្លងផុតទៅដូចយប់មកដល់ពិធីជប់លៀងកំពុងតើអ្នកចង់មានន័យយ៉ាងណាខ្ញុំបាននិយាយថាតើអ្នកប្រសើរជាងពេលដែលអ្នកមកដល់សៀងហៃដំបូងយ៉ាងណាដែរមើលទៅស្អាតជាងមុនច្រើនបន្ថយល្បឿនហើយសម្លឹងមើលទៅជីវជារិនបន្ទាប់មកគាត់បានក្រឡេកមើលឲ្យកាន់តែច្បាស់បន្ថយល្បឿនហើយសួរគាត់ថាតើអ្នកបានប្រើដេសឬអត់បើមិនដូច្នោះទេតើវាអាចប្រែជាពណ៌ដោយរបៀបណាគ្រូសាជាវបាននិយាយដោយកំហឹងថាហេតុអ្វីបានជាខ្ញុំប្រើរបស់នោះបងស្រីស្អាតដោយធម្មជាតិមែនទេក្រែមលាបមុខ Ultra Foundation ដែលខ្ញុំប្រើគឺពិតជាគួរឲ្យអស់សំណើចណាស់បន្ទាប់មកអ្នកមិនបានប្រើគ្រឹះទេតើវាប្រែជាពណ៌ដោយរបៀបណាធ្វើការលើម៉ោងរាល់ថ្ងៃវាមានពណ៌សប្រសិនបើអ្នកមើលមិនឃើញព្រះអាទិត្យធ្វើការថែមម៉ោងហើយញឹមយ៉ាងជូរចត់នៅពេលនេះសូមសួរក្រុមគ្រួសាររបស់អ្នកឲ្យសួរហ្វាំងសានថាតើអ្នកចង់ខ្លាចជាមនុស្សស្បែកស្អាតទេសាមញ្ញណាស់ខ្ញុំអាចតាក់ទងលីហៅហើយសួរគាត់បានខ្ញុំនឹងជួយអ្នកកំណត់ពេលពី3ថ្ងៃទៀតរារាំងអ្នកមិនឲ្យឃើញព្រះអាទិត្យវាប្រែជាពណ៌ដោយធម្មជាតិមិនអីទេភ្លេចវាចោលទៅតម្លៃនៃការធ្វើឲ្យស្បែករបស់អ្នកខ្ពស់ពេកខ្ញុំទ្រាំលេងបាននេះគឺជាវែងមែនដែលកំពុងទាញស្គរគ្រាប់ចេញពីហោប៉ៅរបស់គាត់បានប្រកូលវ៉ាងម៉ាន់មានអារម្មណ៍ថាគ្មានតម្លៃសម្រាប់គ្រួសាររបស់គាត់វាមិនមែនជារឿងរបស់អ្នកទេអ្នកត្រូវបានគេទះកំភ្លៀងតើលោក Deng Dashen មិនបាននិយាយអ្វីជាមួយអ្នកទេឥឡូវនេះព្រឹទ្ធបុរសនិងលោកគ្រូកំពុងសម្លឹងមើលគាត់មិនអាចមើលថែខ្ញុំបានបើមិនឃើញគាត់ទេគាត់ប្រកាសជាអស់សង្ឃឹមហើយវាជាគាត់ឬអ្នកគ្រាន់តែនិយាយដើមគេអំពីមន្ទីរពេទ្យយើងរៀលដើរវាចេញបន្ទាប់មកខ្ញុំពិតជាគិតថាមានអ្វីកើតឡើងចំពោះអ្នកនឹងមីងតេង Feng Man រំលឹក Jiao Jaren នៅពេលនោះអ្នកនឹងមានស្បែកស្ដាំណាស់តើអ្នកមានអារម្មណ៍ខ្មាស់អៀនទេពេលនោះគូជាបានមករកដោយកំហឹងគាត់មានប្រអប់ថ្នាំលាបមួយនៅក្នុងដៃបោះវានៅចំពោះមុខ Jiao Jaren មានការងឿងឆ្ងល់ចំពោះទង្វើនេះបន្ទាប់ Feng Man ក្រុមគ្រួសារនោះមើលទៅហាក់ដូចជាភ្ញាក់ផ្អើលនៅពេលនេះគាត់មានអារម្មណ៍អាម៉ាស់មួយនៅក្នុងខ្លួនគាត់ខឹងខ្លាំងណាស់រហូតដល់មិនដឹងថាត្រូវនិយាយអ្វីគាត់បានមើលថ្នាំលាបនៅក្នុងដៃរបស់គាត់ខ្ញុំមានអារម្មណ៍ថាខ្លួនឯងធ្វើខុសម្ដងទៀតហើយគាត់បានលាបថ្នាំនោះដោយកំហឹងក្រែមលែងមានអ្នកណាអាចចាក់សាក់កន្ទុយបានទៀតហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរៀនពីអ្វីដែលបានកើតឡើងកាលពីម្សិលមិញកុំឲ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្ដងទៀតនៅថ្ងៃអនាគតយកចិត្តទុកដាក់តេងសៀងត្រូវបានមិត្តស្រីរបស់គាត់ធ្វើឈុតឆាកមួយដោយទៅមន្ទីរពេទ្យប៉ះពាល់ដោយផ្ទាល់ដល់តេងសៀងទីតាំងនៅក្នុងចិត្តរបស់អ្នកជំងឺក្រុមគ្រូជីវៈអ្វីមួយដែលមិនតាក់ទងគ្នាទាំងស្រុងទុកឲ្យក្រុមគ្រួសារអ្នកជំងឺមានការសង្ស័យបន្ទាប់មកលោកនាយកសុនបានទូរស័ព្ទទៅលោកវេជ្ជបណ្ឌិតស៊ូត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការបដូរថ្លើមហើយរឿងនេះប្រាប់អ្នកអ្វីមួយការបដូរថ្លើមត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិតខកិច្ចប្រជុំបានបញ្ចប់បន្ទាប់ពីការប្រកាសការសម្រេចចិត្តនេះបានបំពេញក្តីស្រមៃរបស់លោកវេជ្ជបណ្ឌិតជាអ្នកចាស់ហើយតាមពិតទៅគាត់មិនចាស់ជាងតេងសៀងប៉ុន្មានទេតេងសៀងបាននិយាយទៅកាន់បងប្រុសរបស់គាត់ថាបើអ្នកពិតជាចង់លួងលោមខ្ញុំមែនអ្នកឲ្យខ្ញុំបណ្ឌិតខមានការរៀបចំសម្រាប់ការបដូរថ្លើមនៅពេលនេះជីវជារិនបានផ្ញើព័ត៌មានទៅលោកវេជ្ជបណ្ឌិតស៊ូលោកវេជ្ជបណ្ឌិតខបានសួរជីវជារិនថាតើនាងដឹងអំពីការបដូរថ្លើមប៉ុណ្ណាជីវជារិនគិតថាវាមិនអីទេប្រសិនបើនៅលើទវះកាត់ជីទូទៅវាគួរតែល្អលោកវេជ្ជបណ្ឌិតខបានលើលោកជីវជារិននិយាយបែបនេះខ្ញុំមិនមានអារម្មណ៍ថាខ្ញុំអាចទទួលបានអ្វីដែលគាត់ចង់បានទេវាគឺជាគាត់ដែលបាននិយាយទៅកាន់ស្ត្រីដ៏ស្រស់ស្អាតដែលកំពុងផ្ដោតអារម្មណ៍ក្នុងរយៈពេល2សប្តាហ៍អ្នករៀបចំរបាយការណ៍ស្ដីពីក្នុងស្រុកនិងបរទេសស្ទូងស្មូតដាំថ្នោតបច្ចុប្បន្នបន្ទាប់មកអាស្រ័យលើស្ថានភាពអ្នកជំងឺស្វែងយល់អំពីការវះកាត់ដែលសមស្របបំផុតសម្រាប់អ្នកជំងឺរៀបចំមួយទៀតសិនទៅគ្រាអាសន្នដែលអាចកើតមានក្នុងពេលវះកាត់និងរបៀបដោះស្រាយជាមួយវាជីវជារ៉េនមានអារម្មណ៍ថារយៈពេល2សប្តាហ៍ហាក់ដូចជាពិបាកបន្តិចលោកវេជ្ជបណ្ឌិតឆោបានប្រាប់គាត់ក្មេងនោះហៀបនឹងទទួលការបដូរថ្លើមហើយស្ថានភាពរាងកាយរបស់គាត់នឹងមិនមានរយៈពេលយូរទេប្រសិនបើអ្នកមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេប្រសិនបើអ្នកយល់ពីរឿងទាំងនេះតើខ្ញុំហ៊ានអនុញ្ញាតឲ្យអ្នកចូលរួមក្នុងការវះកាត់ដោះស្រាយបញ្ហាប៉ុន្មានយប់មិញបូកនឹងថ្ងៃនេះអស់រយៈពេលជាងកន្លះឆ្នាំតើអ្នកបានធ្វើអ្វីខ្លះនិយាយមកខ្ញុំសុំសួរអ្នករឿងមួយគេបាននិយាយថាឆេវបានអន់ក្បាលចុះហើយមិននិយាយអ្វីទាំងអស់ម្ដាយរបស់ឆេវមិនខ្វល់ពីរាងកាយរបស់ឆេវទេស៊ីវយូទើបតែវះកាត់ហើយនៅតែស្ថិតក្នុងស្ថានភាពព្យាបាលគាត់បានរៀបចំកិច្ចការសិក្សាជាច្រើនសម្រាប់ឆេវគាត់ព្រួយបារម្ភថាស៊ីវយូនឹងមិនអាចបន្តការសិក្សារបស់គាត់បានបើអ្នកធ្វើមិនបានល្អក្នុងការប្រឡងនេះអ្នកប្រកាសជានឹងត្រឡប់ទៅជំរាលដើមវិញតើអ្នកបានដឹងអំពីសាលារៀនទេពេលនោះមីងរបស់ឆេវបាននាំមកកូនស្រីរបស់គាត់បានមកលេងឆេវពេលគាត់ឃើញឆេវគាត់ក៏យកស្រោមសំបុត្រក្រហមមួយចេញហើយឲ្យវាទៅឆេវទិញអាហារឆ្ងាញ់ឲ្យគាត់ញ៉ាំម្ដាយរបស់ឆេវបានបដិសេធមិនទទួលយកស្រោមសំបុត្រក្រហមនេះដោយឆាប់ខ្ញុំមិនខ្វល់ទេថាតើអ្នកចង់បានខ្ញុំរត់ទិញអាហារឆ្ងាញ់មួយចំនួនសម្រាប់ឆេវនៅពេលនេះមីងរបស់ឆេវគាត់ក៏បានសួរអំពីការសិក្សារបស់ឆេវផងដែរពីព្រោះពេលពួកគេដើរទៅដល់ទ្វារខ្ញុំបានលំដាយរបស់ឆេវកំពុងបង្រៀនមេរៀនមួយនាងបានសួរថាតើឆេវត្រូវបានបញ្ជូនបានទីនេះខ្ញុំខកខានកិច្ចការផ្ទះច្រើនណាស់នៅពេលនេះនាងក៏បាននិយាយទៅកាន់ឆេវថាកុំបន្ទោសសម្ដាយរបស់អ្នកអីម៉ាក់វាទាំងអស់គឺសម្រាប់សេចក្តីល្អរបស់អ្នកផ្ទាល់មើលម្ដាយរបស់អ្នកមិនអាចធ្វើសំណួរច្រើនបានទេគ្មានអ្វីចម្លែកទេដែលម៉ាក់ខឹងនឹងថប់បារម្ភតើអ្នកគិតដូច្នេះទេបង្រៀនអ្នកហើយតែអ្នកមិនអាចតើអ្នកមានស្ថានភាពយ៉ាងណាដែរតើអ្នកមិនចង់សិក្សាឲ្យខ្លាំងទេបើចិត្តទុកដាក់ស៊ីវយូត្រូវបានម្ដាយរបស់គាត់ស្ដីបន្ទោសដោយអន់ក្បាលចុះហើយនៅស្ងៀមម្ដាយរបស់គាត់ក៏អន្ទះសារយ៉ាងខ្លាំងពេលឃើញថាគាត់មិននិយាយបាននិយាយថាកូនមានគុណធម៌ដូចគ្នានឹងឪពុករបស់គាត់តើអ្នកគិតថាភ្លៀងស្រាលទេតើវិធីសាស្ត្រអប់រំរបស់ម៉ាក់ត្រឹមត្រូវទេសូមស្វាគមន៍ក្នុងការទុកសារថ្ងៃនេះជាថ្ងៃកំណើតរបស់តេងសៀងគាត់បានមកដល់វីឡារបស់ម្ដាយគាត់ខ្ញុំគិតថាម្ដាយរបស់គាត់នឹងផ្ដល់ថ្ងៃកំណើតឲ្យគាត់ខ្ញុំមិននឹកស្មានថាម្ដាយរបស់គាត់ដឹងតតែសោះថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ដូច្នេះតេងសៀងបានក្រោកឡើងហើយគ្រោងនឹងចាក់ចេញពេលនោះម្ដាយរបស់គាត់បានបញ្ឈប់គាត់គុំទៅណាតោះញ៉ាំអាហារពេលល្ងាចជាមួយគ្នាម្ដាយរបស់គាត់អាចចម្អិនអាហារបានដូច្នេះគាត់បានប្រាប់ម្ដាយរបស់គាត់កុំឲ្យរំខានច្រើនពេកទោះបីជាអ្នកចម្អិនមីមួយចានក៏ដោយអ្នកអាចធ្វើបានយើងមានថ្ងៃកំណើតកាលពីយើងនៅក្មេងម៉ាក់នឹងចម្អិនមីមួយចានសម្រាប់យើងញ៉ាំនេះជាទម្លាប់ហើយម្ដាយរបស់ដេងសៀងមិនយល់ទេគាត់ចង់បានអត្ថន័យនៃការញ៉ាំមីគាត់កំពុងបើកមើលមុខម្ហូបដែលយកទៅញ៉ាំនៅខាងក្រៅដេងសៀងបានដឹងថាម្ដាយរបស់គាត់កំពុងកំងអាហារដែលយកទៅញ៉ាំនៅខាងក្រៅគាត់បាននិយាយទៅកាន់ម្ដាយរបស់គាត់ថាហេមិនអីទេចិត្តដល់ហើយកុំរំខានខ្ញុំ
ខ្ញុំជាក្មេងអានេថាបាត់បង់ការចាក់ចេញពីវីឡារបស់ម្ដាយគាត់នៅពេលនេះសមាជិកគ្រួសារ5នាក់បានបង្ហាញខ្លួននៅមាត់ទ្វារវីឡាគាត់ត្រូវសម្លេងជើងនៅពីក្រោយគាត់ងាកមកមើលតេងសៀងហើយនិយាយថាគន្លះរបស់ម្ដាយខ្ញុំត្រឹមត្រូវណាស់អ្នកបានទៅផ្ទះហើយឬនៅតើសារដំបងគ្រប់គ្រាន់ហើយឬនៅដើរទៅផ្ទះខ្ញុំញ៉ាំអាហារពេលល្ងាចតាមរបៀបនេះតេងសៀងបានដើរតាមគ្រួសារគោបានមករកគ្រូរបស់គាត់ទើបតែចូលភរិយារបស់គាត់បានទទួលគាត់យ៉ាងកក់ក្ដៅប្រពន្ធរបស់គាត់ចាំថាថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ក្មេងស្រីខូបកំណើតតូចមកដល់ហើយសួស្ដីលោកគ្រូរីករាយចំពោះគាត់ក្នុងមន្ទីរពេទ្យគាត់បានមកសិក្សាហើយព្រឹត្តបុរសបុរាណមិនអើពើនឹងគាត់ទេនៅពេលនេះតេងជាងបានមកទីក្រុងប៉េកាំងដើម្បីសុំទោសមែនហើយខ្ញុំដឹងអញ្ចឹងលើកនេះបណ្ដាលមកពីមន្ទីរពេទ្យផលប៉ះពាល់អាក្រក់ខ្លាំងណាស់ខ្ញុំក៏បានមកទីនេះជាពិសេសដើម្បីប្រាប់អ្នកសូមអភ័យទោសនិងការធានាវាគ្រាន់តែកាត់ឡើងដែលខ្ញុំនឹងមិនធ្វើបែបនេះម្ដងទៀតទេនោះដូចជាវាជាងតេងសៀងហេតុការណ៍នេះបានរកឃើញថាអាកប្បកិរិយាបែបបុរាណរបស់គាត់បានបន្ទន់ចុះដូច្នេះគាត់បានស៊ើបអង្កេតដោយចិត្តណាស់ហើយនិយាយថាតើខ្ញុំគួរសរសេរការវិតម្លៃយ៉ាងដូចម្តេចអានវាឲ្យនៅក្នុងមន្ទីរពេទ្យតើអ្នកគិតយ៉ាងណាដែរឌីនកូបាននិយាយដោយកំហឹងអំពីរឿងនេះអ្នកនៅតែយល់ថាវាជារឿងអាម៉ាស់ហើយមិនទាន់បាត់បង់គ្រប់គ្រាន់ទេមែនទេឌីនកូបាននិយាយដោយស្មោះទៅកាន់តេងសៀងខ្ញុំដឹងថាលក្ខខណ្ឌរបស់អ្នកល្អដូច្នេះវានៅខាងក្រៅវាជាមិនរួចទេដែលការនឹងរុកជាតិមួយចំនួននឹងយ៉ាងណាក៏ដោយមានពាក្យមួយចំនួនដែលខ្ញុំត្រូវរំលឹកអ្នកខ្ញុំបានជួបមនុស្សស្រឡាញ់ភេទដូចគ្នាច្រើនណាស់ការសិក្សាខ្ពស់ណាស់ដោយសារតែបញ្ហាតិចតួចក្នុងជីវិតបានពន្យាពេលអនាគតរបស់គាត់អ្នកត្រូវតែថែរក្សាខ្លួនឯងតេងជាងបាននិយាយថាគាត់នឹងដោះស្រាយបញ្ហារវាងគាត់និងលោកលីមេងហុយគាត់បានសុំឲ្យឌៀនហ្គាស្ងប់ចិត្តព័ត៌មានរបស់ឌៀនហ្គាពិតជាមានព័ត៌មានល្អមែនតាមពិតគាត់ដឹងតេងសៀងបានណែនាំការងារមួយដល់ឪពុករបស់ស៊ូស៊ូតេងសៀងបានប្រាប់ឌីនកូខ្ញុំគ្រាន់តែណែនាំពួកគេឲ្យស្គាល់គ្នាប៉ុណ្ណោះឥឡូវស៊ូភ្ញាក់ហើយគូស្នេហ៍នោះបានផ្សះផ្សាគ្នាវាមិនដែលដោយសារតែភាពអត់ការងារធ្វើទេផ្ទះមួយទៀតកុមារក្រីក្រគ្មានផ្ទះសម្បែងចាប់តាំងពីអ្នកចូលចិត្តសុភមង្គលគ្រួសារខ្លាំងណាស់ហេតុអ្វីមិនអញ្ចឹងរៀបការហើយបង្កើតគ្រួសារសម្រាប់ខ្លួនឯងហាខ្ញុំខុសគ្នាខ្ញុំមានសុខភាពល្អឥឡូវនេះដោយវិធីនេះឌៀនហ្គាក៏និយាយមិនចេញចំពោះគាត់ដែរពេលអ្នកនិយាយជាមួយគាត់អំពីបញ្ហាអាពាហ៍ពិពាហ៍តេងសៀងមើលទៅដូចនេះឌីនកូអាចផ្លាស់ប្ដូរប្រធានបទបានតែប៉ុណ្ណោះនៅពេលនេះឌៀនហ្គាបានសួរដេងសៀងតើគ្រួសារជីវមានសុខទុក្ខយ៉ាងណាដែរថ្មីនេះតេងសៀងចង់ដឹងចង់ឃើញខ្លាំងណាស់ហើយអ្វីបានជាអ្នកសួរគ្រួសារជីវតើអ្នកមិនគួរសួរគ្រួសារហ្គាទេគ្រួសារហ្គាខ្ញុំពិតជាធូរចិត្តណាស់គឺឆាវយ៉ូចុះគ្រឹះរបស់លោកវិញមែនហើយមិនសូវល្អទេបើមិនដូច្នោះទេខ្ញុំបានឃើញរឿងជាច្រើនទៀតប្រសិនបើអ្នកទំនេរជួយគាត់ផងតេងសៀងខ្ញុំមានអារម្មណ៍ថាឌៀនហ្គាព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រួសារឆាវដូច្នេះខ្ញុំបានសួរគាត់តើគ្រួសារឆាវពិតជាមិនមែនជាកូនស្រីខុសច្បាប់របស់អ្នកមែនទេគ្មានធំឬតូចទេអូយតើអ្នកកំពុងធ្វើអ្វីកុំហែកវាចោលអីរហែកទាំងអស់យកចិត្តទុកដាក់ចំពោះឆាវបន្ទាប់ពីត្រូវបានម្ដាយរបស់គាត់ស្ដីបន្ទោសដោយកំហឹងខ្លាំងពេកគាត់បានហែកពាក្យសម្ដីរបស់ខ្លួនចេញបន្ទាប់មកខ្ញុំបានចូលគេងហើយទូរស័ព្ទទៅក្រុមគ្រួសាររបស់អ្នកដោយអស់សង្ឃឹមខ្ញុំអាចសុំតែស៊ីវីយូឲ្យសម្រាប់បានស្រួលប៉ុណ្ណោះនាងបានចាក់ចេញពីបន្ទប់ផ្នែកម្ខាងទៀតគ្រួសារអ៊ូកំពុងប្រារព្ធខួបកំណើតរបស់ដេងសៀងឌៀនហ្គាផ្ទាល់ជាអ្នកចម្អិនម្ហូបនេះសម្រាប់រឿងនេះធ្វើមីគ្រួសារហ្គាបានប្រាប់ឪពុករបស់គាត់ថាខ្ញុំក៏ចូលចិត្តញ៉ាំដែរហើយអ្វីខ្ញុំមិនបានឃើញអ្នកចម្អិនម្ហូបឲ្យខ្ញុំគិតថាអ្នកមានភាពលំអៀងខ្ញុំចូលចិត្តញ៉ាំទឹកខ្មេះរបស់សៃនេះជាស្រានោះជាភេសជ្ជៈមួយនៅពេលនេះដេងសៀងបានសុំទោសហើយបានប្រាប់ប្រពន្ធគាត់ថាខ្ញុំមិនដែលផឹកស្រាទេអ្នកត្រីជាទីស្រឡាញ់របស់យើងឲ្យបានល្អកុំប្រាប់គាត់ឲ្យបន្តគាត់ទេនោះក៏ជាមធ្យោបាយវិតម្លៃមួយដែរគ្រួសារខ្ញុំឥឡូវនៅជាមួយខ្ញុំហើយខ្ញុំត្រូវតែទទួលខុសត្រូវចំពោះគាត់ប្រសិនបើមានការបង្ហាញព័ត៌មាននៅកន្លែងធ្វើការខ្ញុំត្រូវប្រាប់គាត់នៅចំពោះមុខគាត់តើនេះល្អសម្រាប់ការឡើងឋានៈរបស់គាត់ទេប៉ុន្តែខ្ញុំក៏មិនឲ្យគាត់រងទុក្ខដែរគាត់មិនអនុញ្ញាតឲ្យអ្នកដទៃធ្វើបាបគាត់ទេតែរិយាបថនេះចាំបាច់ទេអាទិភាពចម្បងរបស់អ្នកឥឡូវនេះគឺដើម្បីបណ្ដុះបណ្ដាលគ្រូពេទ្យដែលមានសមត្ថភាពដូច្នេះធ្វើអ្វីដែលអ្នកចង់បានមែនហើយភរិយារបស់តេងសៀងបានឬឌីនគូនិយាយដូច្នេះខ្ញុំមិនសប្បាយចិត្តនឹងរឿងនោះទេខ្ញុំមិនអាចទេយ៉ាងណាក៏ដោយកូនស្រីរបស់ខ្ញុំមិនអាចរងទុក្ខវេទនាបានទេក្រុមគ្រួសារខ្ញុំបាននិយាយទៅកាន់ម្ដាយរបស់គាត់នៅពេលនេះថាកុំបារម្ភអីបងប្រុសសៃអេងបង្រៀនបានល្អណាស់មែនហើយខ្ញុំបានប្រព្រឹត្តចំពោះក្រុមគ្រួសាររបស់ខ្ញុំយ៉ាងល្អចាត់ទុកដូចជាបងស្រីនិងមិនប្រព្រឹត្តខុសជាដាច់ខាតតេងសៀងបានឆ្លៀតឱកាសនិយាយដោយឆ្លាតវៃថាអាកប្បកិរិយារបស់គាត់ចំពោះគ្រួសារហ្គាគាត់បាននិយាយថាឲ្យយកគ្រួសារហ្គាមកធ្វើជាបងស្រីរបស់គាត់ប្រយោគនេះហាក់ដូចជារសើបបន្តិចអនុញ្ញាតឲ្យគ្រួសារហ្គានិងឪពុករបស់គាត់មិនយល់ស្របផ្នែកម្ខាងទៀតបង្រៀនក្រុមគ្រួសារឲ្យកាន់គំនូដែលគាត់បានជួសជុលឡើងវិញទៅកាន់ឆេវយ៉ូគាត់បានទៅវូតហើយបានរកឃើញថាស៊ីវយូមិននៅទីនោះតាមរយៈគិលានុបដ្ឋាយិកាគាត់បានដឹងថាឆេវយ៉ូស្ថិតនៅក្នុងកន្លែងលេងដូច្នេះគាត់ទៅកន្លែងលេងខ្ញុំបានឃើញឆេវយ៉ូអង្គុយនៅទីនោះតែម្នាក់ឯងដោយស្រឡាញ់គាត់បានមករកឆេវយ៉ូហើយអង្គុយចុះបង្ហាញពាក្យដែលបានជួសជុលរួចរបស់ឆេវយ៉ូជីទូទៅមើលមិនឃើញទេខ្ញុំមិនរឹងមាំទេគាត់ថាខ្ញុំចំណាយពេលច្រើនកាត់សក់ឥតប្រយោជន៍វាមិនតែងតែត្រឹមត្រូវទេដែលម៉ាក់និយាយនៅពេលនេះជីវជីរិនបាននឹកឃើញដល់ការថតរូបគំនូនេះផ្ញើវាទៅតេងសៀងទេដោតលើសម្រស់ហើយនិយាយថាអ្វីបានជាខ្ញុំមិនបានគិតពីរឿងនេះអ្នកមានទេពកោសល្យសិល្បៈខ្លះមែនទេគំនូល្អមែនទែនហេចិត្តរួចរាល់ហើយតើអ្នកចង់ឲ្យខ្ញុំសរសើរអ្នកទេសូបិននៅពេលនេះជីវជីរិនបានសុំឲ្យតេងសៀងនិយាយពាក្យពីរបីទៀតគាត់ដឹងថាដរាបណាតេងសៀងអាចសរសើរគំនូនោះបានកាន់នោះខ្ញុំពិតជាសប្បាយចិត្តណាស់ដូច្នេះខ្ញុំបាននិយាយថាអរគុណដល់ដេងសៀងហើយខ្ញុំបាននិយាយលាបន្ទាប់មកគាត់បាននិយាយទៅកាន់ឆេម្ដងទៀតថាតើអ្នកខ្ញុំនិយាយទេបងស្រីការសរសើរនរណាម្នាក់ជានិច្ចតើអ្នកមានទំនុកចិត្តឥឡូវនេះទេមិនយូរប៉ុន្មានពេលវេលាក៏បានមកដល់សម្រាប់ថ្ងៃបន្ទាប់នាយកស៊ុនបន្ទាប់ពីរៀបចំការងាររបស់បុគ្គលិកសុខាភិបាលនៅក្នុងកិច្ចប្រជុំពេលព្រឹកអនុញ្ញាតឲ្យពួកគេបែកគ្នាហើយចាប់ផ្ដើមធ្វើការបន្ទាប់មកនាយកស៊ុនបានបញ្ឈប់គ្រួសារជីវគ្រួសារជីវបានរៀបរៀងពួកគេដឹងថាពួកគេកំពុងនិយាយអំពីអ្នកនងដូចគ្នាតើអ្នកដឹងទេថាអ្នកខុសត្រង់ណាតើខ្ញុំខុសទេតើអ្នកខុសត្រង់ណាតើខ្ញុំខុសទេអ្នកចង់មានន័យថាអ្នកនៅ
ប៉ុន្តែអ្នកពិតជាគ្រាន់តែបើកអ្នកមានអត្តសញ្ញាណបែបនេះតេងជាងបាននិយាយថាជាធម្មតាខ្ញុំមិនធ្វើពិធីខួបកំណើតទេខ្ញុំមិនមានថ្ងៃកំណើតអស់រយៈពេលជាច្រើនឆ្នាំហើយតើអ្នកធ្លាប់ប្រើវាហើយឬនៅជប់ខឹងនឹងម៉ាក់ទៅនៅទីនេះអ្នកឃើញទេតើនំខេកនិងអំណោយទាំងនោះមិនទាន់ត្រូវបានរៀបចំសម្បត្តិថាម៉ាក់ខ្ញុំលែងជាក្មេងទៀតហើយអ្នកមិនចាំបាច់បញ្ចុះបញ្ចូលខ្ញុំបែបនោះទេយកព្រមនៅពេលនេះម្ដាយរបស់តេងសៀងបានសុំញ៉ាំអាហារពេលល្ងាចជាមួយគាត់លោកក៏បាននិយាយផងដែរថាត្រូវកែលម្អអាហារសម្រាប់តេងសៀងខ្ញុំមានការវះកាត់ជាច្រើនដែលត្រូវធ្វើនៅថ្ងៃនេះពិតជាមិនទំនេរទេទីបំផុតខ្ញុំបានមកដល់ទីនេះហើយខ្ញុំចង់កែលម្អអាហាររបស់អ្នកស្វែងរកភោជនីយដ្ឋាននៅក្បែរនោះដែលអ្នកចូលចិត្តញ៉ាំអាហារម៉ាក់បានរៀបចំថ្ងៃកំណើតសម្រាប់អ្នកញ៉ាំបង្អែមនេះមួយខាំតេងសៀងចង់បំពេញបំណងប្រាថ្នារបស់ម្ដាយគាត់យល់ព្រមញ៉ាំអាហារពេលល្ងាចជាមួយម្ដាយរបស់គាត់ពេលដែលតេងសៀងហ៊ីបនឹងឡើងឡានក្រុងទូរស័ព្ទរបស់ម៉ាក់គាត់កំពុងរោទជនជាតិសៀងនៅពេលនេះខ្ញុំក៏មានអារម្មណ៍ថាអាហារនោះហ៊ីបនឹងខ្ជិះខ្ជាយម្ដងទៀតហើយប្រកាសណាស់ក្រុមហ៊ុនរបស់ម្ដាយគាត់មានអ្វីដែលត្រូវត្រឡប់ទៅវិញតេងសៀងដើម្បីកុំឲ្យម្ដាយរបស់គាត់ខ្មាស់អៀនខ្ញុំបានចាត់វិធានការដើម្បីនិយាយថាខ្ញុំស្រាប់តែនឹកឃើញខ្ញុំបានញ៉ៃសៀងយកវីចុះតេងសៀងស្ទាក់ស្ទើរទទួលយកវានំខេកនិងអំណោយពីម្ដាយរបស់គាត់បន្ទាប់មកគាត់ក៏បែកខ្លួនហើយដើរចេញទៅម្ដាយរបស់គាត់បានសម្លឹងមើលក្នុងរបស់តេងសៀងពោពេញដោយកំហុសដ៏ជ្រៅតាមវិធីនេះក្រុមគ្រួសារជាវអង្គុយស្រឡាំងកាំងនៅលើកៅអីមន្ទីរពេទ្យនៅពេលនេះតេងសៀងបានដើរមកទីនេះជាមួយនំខេកគាត់ផ្ដោតលើតើអ្នកដូចបែបនេះតាំងពីដើមដល់ចប់មែនទេគ្មានចិត្តអាណិតអាសូរខ្ញុំចង់ដឹងចង់ឃើញតើអ្នកជាមនុស្សតាំងពីដើមដល់ចប់មែនទេអ្នកគ្មានមេត្តាករុណាទេតើខ្ញុំជាមនុស្សបែបនេះនៅក្នុងចិត្តអ្នកទេយកចិត្តទុកដាក់តេងសៀងមិននឹកស្មានថាគាត់មានចិត្តចង់បង្កើតមិត្តភាពជាមួយក្រុមគ្រួសាររបស់ម្នាក់ដែលគ្មានចិត្តអាណិតអាសូរតេងសៀងស្ទើរតែនិយាយមិនចេញគាត់បាននិយាយជូនពោយាវជាឲ្យមានសំណាងល្អអំពីរឿងនេះគាត់ច្របូកច្របល់បន្ទាប់មកតេងសៀងបានមកយកមន្ទីរពេទ្យតែម្នាក់ឯងគាត់បានគិតអំពីវានៅពេលដែលគាត់មកដល់ Child Store ដំបូងគាត់មានបទពិសោធន៍ដូចគ្នានឹងជាវជារ៉ានដែរបន្ទាប់មកគាត់បានគិតអំពីអ្វីដែលបងប្រុស Chase បាននិយាយទៅកាន់គាត់វាជាការល្អក្នុងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺប្រសិនបើការចូលរួមអារម្មណ៍ច្រើនពេកមិនចាំបាច់ជាករណីនោះទេអស់អ្នកដែលជាគ្រូពេទ្យអ្នកទាំងពីរមានចំណុចទន់ខ្សោយចំពោះអ្នកជំងឺដំបូងរបស់ពួកគេនៅពេលនេះតេងជាងវាគឺជាវិធីល្អបំផុតដើម្បីយល់ពីអារម្មណ៍ខាងក្នុងរបស់ជាវជារ៉ានព្រោះពួកគេទាំងពីរមានបទពិសោធន៍ដូចគ្នាម្យ៉ាងវិញទៀតជាវជារ៉ានកំពុងនិយាយជាមួយលោកវិជ្ជបណ្ឌិតស៊ូឆ្លុះបញ្ចាំងពីបញ្ហាមួយចំនួនក្នុងការស្ដារឡើងវិញបន្ទាប់ពីភ្លៀងធ្លាក់ខ្ញុំគិតថាបញ្ហាជាមួយនឹងប្រតិកម្មផ្នែកខាងក្រោមបន្ទាប់ពីការវះកាត់រលាកខ្នែងពោះវៀនក៏ជារឿងធម្មតាណាស់ដែរសៀវយូទើបតែវះកាត់បានប៉ុន្មានថ្ងៃប៉ុណ្ណោះកម្រិតនៃការជឿចាប់មិនខ្លាំងពេកទេគ្រាន់តែយកចិត្តទុកដាក់នៅពេលនេះជាវជារ៉ាននៅតែមានការព្រួយបារម្ភបន្តិចភ្លៀងតិចអាចជាការឆ្លងមេរោគមុខរបួសលោកវិជ្ជបណ្ឌិតខែបានប្រាប់គាត់ថាប្រសិនបើគាត់ពិតជាព្រួយបារម្ភមែនបន្ទាប់មកសាកល្បងបដូរឆេវទៅជាថ្នាំអង់ទីប៊ីយោទិកលោកជាវជារ៉ានបាននិយាយថាលោកបានរៀបបញ្ជីថ្នាំអង់ទីប៊ីយោទិកជាច្រើនប្រភេទយកវាមកហើយបង្ហាញវាទៅលោកវិជ្ជបណ្ឌិតខទេអ្នកអាចដោះស្រាយវាដោយខ្លួនឯងបានបន្ទាប់ពីនិយាយរួចជាវជារ៉ានបានងាកចេញទៅភ្លាមនោះលោកវិជ្ជបណ្ឌិតខបានបញ្ឈប់គាត់ហើយប្រាប់គាត់ពីស្ថានភាពបច្ចុប្បន្នអ្នកគួរតែផ្ដោតលើក្នុងការវះកាត់បដូរថ្លើមនេះខ្ញុំមិននិយាយថាវាខុសទេដែលអ្នកយកចិត្តទុកដាក់ចំពោះអ្នកជំងឺរបស់អ្នកការវះកាត់នេះពិតជាធំណាស់វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងខ្ញុំក៏កំពុងចាប់គ្រប់ពេលវេលាឥឡូវនេះដែរធ្វើការស្រាវជ្រាវពាក់ព័ន្ធខ្ញុំគិតថាវះកាត់នេះលើកនេះបានវានឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការបន្តពូជរបស់អ្នកនាពេលអនាគតដូច្នេះខ្ញុំមិនចាំបាច់និយាយថាអ្វីដែលសំខាន់ជាងនេះទេអ្នកគួរតែច្បាស់លាស់លោកវិជ្ជបណ្ឌិតខែបាននិយាយអំពីរឿងនេះក្រុមគ្រួសារជីវត្រូវតែយល់ពីអ្វីដែលលោកវិជ្ជបណ្ឌិតស៊ូចង់មានលោកវិជ្ជបណ្ឌិតខែគ្រាន់តែសង្ឃឹមថាក្រុមគ្រួសារជីវនឹងមើលទៅហួសចំណុចនៅពេលនេះលោកវិជ្ជបណ្ឌិតខែបានបន្តនិយាយថាយើងមិនអាចទេដាក់ពេលវេលានិងធម៌ពលទាំងអស់របស់អ្នកទៅក្នុងវាអស់នៅលើអ្នកជំងឺដូចគ្នាបើមិនដូច្នោះទេផ្លូវរបស់អ្នកទៅកាន់ការអនុវត្តផ្នែកវិទ្យាសាស្ត្រឯងជានិច្ចជាពិសេសសូមចាប់យកឱកាសដ៏ល្អនេះមានតែតាមរយៈការកែលម្អនិងពង្រឹងខ្លួនឯងជាប្រចាំប៉ុណ្ណោះកុមារជាច្រើនទៀតនឹងត្រូវបានសង្គ្រោះនៅពេលអនាគតខ្ញុំប្រកាសថានោះជាគោលដៅរបស់វិជ្ជបណ្ឌិតគ្រប់រូបហើយនោះរួមបញ្ចូលទាំងការបង្រៀនគ្រួសាររបស់អ្នកជាការពិតណាស់ចុះបើខ្ញុំអាចបង្រៀនរោគស្ងួតស្អាតមួយបានអត្ថបទអំពីអាហារតើអាចឆ្លៀតឱកាសនេះបានទេអ្នកអាចយល់វាតាមវិធីនេះប៉ុន្តែអ្នកនៅតែត្រូវខិតខំធ្វើការដើម្បីខ្លួនឯងមែនទេគ្រួសារជីវបានមកក្បាលនៅពេលនេះដើម្បីបង្ហាញថាពួកគេយល់ប៉ុន្តែគាត់នៅតែមិនអាចសប្បាយចិត្តនៅខាងក្នុងបានទេគាត់បានថ្លែងអំណរគុណដល់លោកវិជ្ជបណ្ឌិតខរួចក៏ចាក់ចេញទៅម្យ៉ាងវិញទៀតគ្រួសារវូបានដេញតាមដេងសៀងគាត់ចង់សួរអំពីទំនាក់ទំនងរវាងដេងសៀងនិងមិត្តស្រីដែលមានពាក្យចាំអារម្មណ៍តើអ្វីទៅជាអាចកំបាំងតើអ្នកកំពុងនិយាយអំពីអ្វីតើអ្នកណាជាមិត្តស្រីរបស់បុរសដែលចូលចិត្តនិយាយដាំគេមនុស្សត្រូវបានគេវាយដំដើម្បីអ្នកនិយាយថាវាមិនមែនជាមិត្តស្រីនិយាយដាំគេទេឆាវជាវខុសក្នុងរឿងនេះឆាវជាវជាទីស្រឡាញ់ខ្ញុំចូលចិត្តវាបន្ទាប់មកខ្ញុំនឹងហៅគាត់ថាស្រស់ស្អាតនាពេលអនាគតយកព្រមទេសម្រស់បុរាណមើលមិនឃើញតេងសៀងនិងជាវជារ៉ានស្និទ្ធស្នាលពេកខ្ញុំមិនចង់បានអាចកំបាំងរវាងពួកគេទេតេងសៀងមិនទាន់បានធ្វើអ្វីជាមួយគូជារ៉ាននៅឡើយទេគាត់គ្រាន់តែញ៉ាំទឹកខ្មេះផ្អែមអាចមានរវាងពួកយើងអាចកំបាំងអ្វីមនុស្សគ្រប់គ្នាកំពុងដកដង្ហើមធំអ្នកញ៉ាំនំជាមួយគ្នាបាននិយាយថាគ្មានអាចកំបាំងទេខ្ញុំមិនខ្វល់ទេអ្នកប្រាប់ខ្ញុំមកហេតុអ្វីបានជាអ្នកទាំងពីរញ៉ាំនំជាមួយគ្នាហើយមិនមែនខ្ញុំទេហេតុអ្វីខ្ញុំពន្យល់អ្នកច្រើនម្ល៉េះសូមអភ័យទោសដែលខ្ញុំយល់ច្រឡំប្រាប់ខ្ញុំអំពីអ្នកមើលអ្នកថ្មីនេះជាមួយដើមត្រសក់នោះវាចិត្តដល់ហើយយកចិត្តទុកដាក់ចំពោះតេងសៀងស្រាប់តែសួររវាងគ្រូសាហ្គានិងគ្រូសាជាវបាននិយាយថាពួកគេកំពុងពិភាក្សាអំពីនិក្ខេបបទជាមួយគ្នាប្រតិកម្មរបស់គ្រូសាហ្គាគឺមិនគួរឲ្យជឿតើពេលណាទើបខ្ញុំចូលទៅចិត្តគេខ្ញុំមើលមិនឃើញតតែសោះយ៉ាងណាមិញគាត់ក៏ត្រូវបានបណ្ដុះបណ្ដាលដោយលោកវិជ្ជបណ្ឌិតចុះផងដែរខ្ញុំព្រួយបារម្ភអំពីលោកវិជ្ជបណ្ឌិតខុសតើអ្នកមានពេលទំនេរទេគិតតែពីរឿងផ្ទាល់ខ្លួនឥឡូវនេះមានប្រធានបទល្អមួយកំពុងប្រឈមមុខនឹងអ្នកខាងមុខខ្ញុំគិតថាអ្នកអាចសរសេរការសិក្សាបានល្អស្ដីពីអ្វីដែលលោកដេងសៀងបាននិយាយគ្រូសាគេដឹងថាគាត់កំពុងនិយាយអំពីឯកសារគួរឲ្យសង្ស័យករណីមុនរបស់គាត់តាក់ទងនឹងរឿងនេះមានការសិក្សាតូចផងដែរប៉ុន្តែតេងសៀងមិនបានដឹងទេគ្រូសាគេក៏កំពុងស្វែងរកព័ត៌មាននៅពេលនេះដែរខ្ញុំកំពុងស្វែងរកក្រដាសដែលសរសេរដោយដៃតើអ្នកបានធ្វើការយ៉ាងលំបាកនៅផ្ទះដោយសម្ងាត់ទេជាការពិតណាស់
ខ្ញុំខុសហើយនៅពេលនេះគ្រូសាហ្គាបានចាប់ផ្ដើមប្រព្រឹត្តដោយសុភាពរៀបសារចំពោះដេងសៀងគាត់បានហៅឈ្មោះក្រែងខ្ញុំធ្វើឲ្យអ្នកខ្មាស់អៀនភ្លាមនោះទូរស័ព្ទដៃរបស់ Gejeran បានរត់ឡើងទូរស័ព្ទទើបតែចូលបានដេងសៀងបានដើរចេញលេខទូរស័ព្ទនេះវាបានបង្ហាញថាអតីតមិត្តប្រុសរបស់ Gejeran បានបើកវារហូតមកដល់ពេលនេះតើអ្នកចង់ឲ្យខ្ញុំលួចស្ដាប់ការហៅទូរស័ព្ទរបស់អ្នកទេឆ្លើយណាស់ខ្ញុំគ្រាន់តែចង់ឲ្យអ្នកឲ្យខ្ញុំក៏នៅ live ដែរឥឡូវនេះយើងស្មើគ្នាតើមានការប្រៀបធៀបណាមួយខ្ញុំមិនបានឃើញអ្វីទាំងអស់បន្តវាទៅតេងសៀងចង់ពន្យល់ប៉ុន្តែគ្រូសាជីយ៉ូបានចាក់ចេញទៅហើយនៅពេលនេះតេងសៀងបានងាកមកមើលគ្រូសាគូគ្រូសាហ្គាពោពេញដោយខ្យល់នីតិក្រដៅគាត់ចង់ឃើញក្រុមគ្រូសាជីយ៉ូណាស់ឈុតឆាកស្និទ្ធស្នាលរវាងគាត់និងតេងសៀងគាត់គ្រាន់តែចង់ប្រាប់នរណាម្នាក់តេងជាងជាសមាជិកគ្រូសារបស់គាត់តេងសៀងគ្មានអ្វីត្រូវនិយាយនៅពេលនេះទេផ្នែកម្ខាងទៀតលោកវិជ្ជបណ្ឌិតឆាបានទទួលទូរស័ព្ទពីភរិយារបស់គាត់ប្រពន្ធរបស់គាត់បានប្រាប់គាត់ថាកូនស្រីរបស់ពួកគេនោះហើយជារបៀបមិនស្ថិតក្នុងស្ថានភាពល្អពិសេសទេកុំបារម្ភអីសូមពិនិត្យមើលវាម្ដងទៀតវាមិនគួរជារឿងធំដុំទេមិនអីទេខ្ញុំនឹងដាក់ទូរស័ព្ទចុះមុនពេលដែលលោកវិជ្ជបណ្ឌិតឈរហៀបនឹងដាក់តាមល្អទេបន្ទាប់ពីនិយាយពាក្យសម្ដីយកចិត្តទុកដាក់មួយចំនួនទៅកាន់គ្នាទៅវិញទៅមកដាក់ទូរស័ព្ទចុះពេលវេលាហោះហើរទៅពេលយប់លោកវិជ្ជបណ្ឌិតឈរបានមកការិយាល័យខ្ញុំឃើញថាជីវជារិននៅតែខំរៀនដូច្នេះគាត់បានយកអាហារខ្លះទៅឲ្យជីវជាអឿនបន្ទាប់មកប្រាប់គាត់ពីរបៀបដែលក្រដាសត្រូវបានសរសេរខ្ញុំបានស្វែងរកហើយប៉ុន្តែមានតម្រុយជាច្រើនមិនដឹងថាត្រូវចាប់ផ្ដើមពីណាទេនៅពេលនេះលោកវិជ្ជបណ្ឌិតខោបានផ្ដល់ចំណុចយោងមួយចំនួនសម្រាប់គ្រូសាជីយ៉ូឃើញគាត់វាត្រូវបានណែនាំឲ្យគ្រូសាជីយ៉ូចាប់ផ្ដើមជាមួយប្រធានបទដែលគាត់ចាប់អារម្មណ៍ក្រុមគ្រូសាជីយ៉ូក៏បានសម្ដែងគំនិតរបស់គាត់នៅពេលនេះផងដែរលើកនេះគាត់ចង់ធ្វើការសិក្សាក្រោយការវះកាត់លើអ្នកជួញដូរស្ងួតយ៉ាងណាមិញទស្សនវិជ្ជានៃការផ្ទេរស្ងួតនេះតាមពិតទៅគាត់ត្រូវបានប៉ះពាល់នឹងករណីជាក់ស្ដែងតិចតួចណាស់ដូច្នេះគាត់ចង់ចាប់ផ្ដើមរៀបបញ្ជីពួកវាម្ដងមួយវិភាគវាសម្រាប់គ្រូសាជីយ៉ូក្រុមគ្រូសាជីយ៉ូបានអង្គុយថតសម្លេងពេលកំពុងស្ដាប់ហើយពួកគេបាននិយាយនឹងវិភាគពេលវេលាកន្លងផុតទៅមុនពេលដែលអ្នកដឹងជិតម៉ោង4ព្រឹកហើយបន្ទាប់មកត្រឡប់ទៅសម្រាកវិញអូនឹងមានការវះកាត់នៅពេលក្រោយមិនអីទេតើខ្ញុំអាចចូលទៅលេងខាងក្នុងមួយសន្ទុះបានទេដល់ម៉ោងធ្វើការហើយក្នុងមួយប៉ព្រិចភ្នែកសូមឲ្យក្រុមគ្រួសារមកទល់របស់គីលីនុបថៃកាគាត់បានរកឃើញដេងសៀងខ្ញុំហេតុអ្វីបានជារង្វង់ខ្មៅនៅក្រោមភ្នែករបស់អ្នកធ្ងន់វាហើយនេះគឺជាគណិតវិទ្យានេះជាម្ដាយរបស់អ្នកតើអ្នកអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកទេហើយជាសះស្បើយរបស់គាត់សង្ឃឹមថាយល់ហេអ្នកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំមិនចង់មកមន្ទីរពេទ្យដើម្បីបង្រៀនទេមួយនោះសូមឲ្យមន្ទីរពេទ្យប្រាប់យាយឲ្យសូមខ្ញុំមកយករបស់នោះកុំទុកវាចោលពេលខ្ញុំវាស្វាឈួតមែនទេកាត់នេះគឺលោកគ្រូនោះខឹងខ្លាំងណាស់ទុកគំនរព័ត៌មានដែលអ្នកទើបតែយកចេញដាក់វាត្រឡប់ទៅផងទោះបីជាគ្រូត្រឡប់មកវិញឥឡូវនេះគឺសម្រាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័សមានរាងកាយដែលមានសុខភាពល្អដើម្បីតាមទាន់វឌ្ឍនភាពសិក្សាកុំបារម្ភអីខ្ញុំនឹងប្រាប់គាត់អំពីម្ដាយរបស់អ្នកមិនគួរមានសម្ពាធច្រើនយ៉ាងនេះទេបើមិនដូច្នោះទេរាងកាយនឹងងើបឡើងវិញយឺតណាស់ម្យ៉ាងវិញទៀតតេងសៀងនឹងកូនជិតដល់ពេលលេងហើយនៅពេលនេះគាត់កំពុងកាន់ tablet ហើយពួកគេបានតម្រង់ជួបពួកគេបន្ទាប់មកគាត់បានស្ដាប់ពាក្យសម្ងាត់ហើយត្រឡប់ទៅវូតវិញនៅពេលនេះចូលបង្រៀនក្រុមគ្រួសាររបស់អ្នកឲ្យមករកតេងសៀងគាត់ចង់ខ្ចី tablet របស់តេងសៀងទៅធ្វើឲ្យឆេវីសប្បាយចិត្តលោកក៏បានសួរលោកតេងសៀងតើក្មេងចូលចិត្តលេងហ្គេមប្រភេទណាឥឡូវនេះគ្រាន់តែលេងពីរអ្នកនេះឲ្យគេតើវាដំណើរការយ៉ាងដូចម្ដេចមែនទេត្រឹមត្រូវណាស់អ្នកមិនអាចធ្វើឲ្យពួកគេសប្បាយចិត្តបានទេមែនទេទេនៅពេលនេះជីវជារ៉េនបានមកក្បាលហើយនិយាយថាខ្ញុំមិនចង់អរគុណអ្នកតតែសោះក្រោយពីនិយាយរួចគាត់ក៏ចេញទៅទាំងខឹងសម្បាទុកឲ្យតេងសៀងនៅពីក្រោយមានរសជាតិបន្ទាប់ពីញ៉ាំអាហារនៅពេលនេះម្ដាយរបស់ជាវបានទទួលទូរស័ព្ទពីគ្រូរបស់នាងលោកគ្រូចាងចាំខ្ញុំផងខ្ញុំនឹងទៅមន្ទីរពេទ្យឆាប់នេះតើអ្នកបានទុកអ្វីខ្លះវាមិនមែនថាថ្នាក់នេះមិនទាន់ត្រូវបានគេយកនៅឡើយទេតើអ្នកអាចរាប់លុយដោយរបៀបណាសួស្ដីបន្ទាប់ពីម្ដាយរបស់ជាវដាក់ទូរស័ព្ទចុះដើរទៅមន្ទីរមាត់ទ្វារវួតឈុតឆាកនៅចំពោះមុខនាងកាន់តែធ្វើឲ្យនាងខឹងថែមទៀតស៊ីវយូកំពុងលេងហ្គេមយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសាររបស់នាងប្រសិនបើខ្ញុំត្រូវតែបុករត់ប៉ាន iPad នេះទៅគាត់បើចង់បន្ទោសខ្ញុំទៅកុំបន្ទោសកូនខ្ញុំគ្មានអ្វីត្រូវនិយាយទៅកាន់អ្នកទេអ្នកបានដើរចេញអ្នកកំពុងបង្រៀនកូនប្រុសខ្ញុំលេងហ្គេមប្រយ័ត្នម្ដាយរបស់ជាវគឺមិនរើសអើងខ្ញុំបានស្ដីបន្ទោសជាវថាមិនពូកែរៀនតែលេងហ្គេមរាល់ពេលដែលគាត់មកមន្ទីរពេទ្យគាត់មិនដែលសួរអំពីស្ថានភាពរបស់ជាវឡើយខ្ញុំគ្រាន់តែដឹងថាត្រូវដាក់សម្ពាធលើភ្លៀងធ្លាក់ទឹកគាត់ពិតជាបានទម្លាក់ tablet នោះទៅលើដីមែនបញ្ចេញចោលពេលម្ដាយរបស់ជាវលើកភួយរបស់ជាវខ្ញុំបានរកឃើញពាក្យរបស់ជាវដែលលាក់នៅក្រោមភួយហើយគាត់ដោយកំហឹងដ៏ខ្លាំងក្លាខ្ញុំប្រាប់អ្នកប៉ុន្មានដប់ទីរបួសរបស់ជាវដែលរងផលប៉ះពាល់ភ្លៀងស្រាលទើបតែនិយាយប៉ុណ្ណឹងតើអ្នកយល់ពីអ្វីដែលកំពុងកើតឡើងទេខ្ញុំយល់រឿងទាំងមូលនៅពេលនេះក្រុមគ្រួសារជីយ៉ូនៅខាងនោះបាននិយាយថាវាមិនដូច្នោះទេរបួសរបស់ជីយ៉ូមិនដែលជាសះស្បើយទេគាត់មិនធ្វើពុតទេនេះជាសម្ដីរបស់នាយកសិនដែលប្រាប់ជីយ៉ូជារិនកុំឲ្យនិយាយហើយជីយ៉ូជារិនបាននិយាយថាវាមិនអាចខុសបានទេកូនឲ្យហេតុអ្វីខ្ញុំធ្វើខុសលើកូនមិនមែនជាបញ្ហារបស់អ្នកទេច្បាស់ជាមិនមែនជាបញ្ហារបស់ខ្ញុំទេវាជាបញ្ហារបស់គាត់ប្រសិនបើមានបញ្ហាគាត់ទទួលបន្ទុកកូនប្រុសខ្ញុំចូលពេទ្យច្រើនថ្ងៃហើយវាមិនដែលល្អទេតើនោះមិនមែនជាការទទួលខុសត្រូវរបស់គាត់ទេនេះហើយគេហៅថាចិត្តណាល្អតែចិត្តនេះអាក្រក់ម្ដាយរបស់ជីយ៉ូនៅតែត្រូវត្អូញត្អែរទៅកាន់ក្រុមគ្រួសាររបស់នាងមូលហេតុគឺដោយសារតែជំនាញវិទ្យាសាស្ត្ររបស់ក្រុមគ្រួសារគាត់មិនបានព្យាបាលកូនប្រុសរបស់គាត់យូរមកហើយវាមិនហៅថារំខានទេនៅពេលនេះនាយកសុនបានលួងលោមគាត់ប្រាប់គាត់កុំឲ្យរំភើបចិត្តវាជាសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោតឬមិនតវ៉ានាយកសុនបានធានាគាត់បន្ទាប់មកគាត់នឹងត្រួតពិនិត្យការងារស្ដារឡើងវិញរបស់កុមារវានឹងផ្ដល់ឲ្យម្ដាយរបស់ជាវនៅលទ្ធផលគួរឲ្យពេញចិត្តយ៉ាងណាមិញសុខភាពរបស់កុមារគឺជារឿងសំខាន់បំផុតមិនថាអ្នកបោះប៉ុន្មានទេមិនមែនទាំងអស់នេះគឺសម្រាប់ក្មេងទេប៉ុន្តែខ្ញុំមិនស្រួលដាក់កូននៅក្នុងដៃរបស់គាត់ម្ដងទៀតទេកុំបារម្ភអីគ្រាន់តែទុកវាចោលទៅគ្រូពេទ្យបុរាណដែលបានព្យាបាលរបួសរបស់កូនអ្នកនឹងទទួលយកវាតើអ្នកអាចមើលគាត់ចំពោះជាវម្យ៉ាងវិញទៀតស៊ីវយូកំពុងយំភ្ជាប់ស្នាដៃដែលគាត់បានគូយ៉ាងយកចិត្តទុកដាក់មិនថាអ្នកភ្ជាប់វាដោយរបៀបណាទេអាចត្រឡប់ទៅដូចដើមវិញបានទេគាត់សោកសៅនិងគ្មានទីពឹងជីវជារិនបានបង្ហាញលេខសម្គាល់ជាលិលាអក្សរទៅកាន់លោកវិជ្ជបណ្ឌិតស៊ូហើយខ្ញុំចង់ឲ្យគាត់ផ្ដល់ការណែនាំខ្លះដល់ខ្ញុំបន្ទាប់ពីបានជួបលោកវិជ្ជបណ្ឌិតខសូមសរសើរជីវជារិនដែលសរសេរបានល្អណាស់បន្ទាប់មកគាត់បាននិយាយទៅកាន់នារីស្រស់ស្អាតដែលកំពុងផ្ដោតអារម្មណ៍គ្មានអ្វីខុសជាមួយអ្វីដែលអ្នកបានសរសេរនោះទេដូច្នេះតើមានបញ្ហាអ្វី
អ្នកដឹងហើយយើងក្មេងដូចមនុស្សដូចជាខ្ញុំដែលត្រូវបានក្រុមគ្រួសាររបស់អ្នកដទៃត្អូញត្អែខ្ញុំមិនអាចចូលរួមក្នុងការវះកាត់បានទេមែនទេការហៅនរណាម្នាក់ឲ្យរៀបការនៅតែជារឿងឆ្លាតវៃណាស់តាមរយៈឧទាហរណ៍របស់តេងជាងខ្ញុំចាំបានថាខ្ញុំត្រូវបានគេត្អូញត្អែខ្ញុំមិនគួរចូលរួមក្នុងការវះកាត់បដូរថ្លើមនេះទេនៅពេលនេះលោកវិជ្ជបណ្ឌិតឆាប់បានលួងលោមគាត់ប្រាប់គាត់កុំឲ្យខឹងអាចនិយាយបានតែថាវាអាចទៅរួចប៉ុន្តែអាហារូបករណ៍គួរតែបន្តវាត្រូវតែបន្តមិនអាចបោះបង់ចោលបានទេបន្ទាប់មកគ្រួសារនឹងរងទុក្ខវេទនាតើអ្នកនឹងនៅតែព្យាយាមទៅស៊ូតវិញទេចូលយើងរងចាំមើលបើអ្នកនិយាយដូច្នេះបងស្រីសាមសឹងពាក្យបណ្ដឹងរបស់អ្នកអយុធធរពេកហើយយកចិត្តទុកដាក់ចំពោះគ្រួសារជាវវាមិនច្បាស់លាស់តតែសោះដោយម្ដាយរបស់ជាវបានត្អូញត្អែមូលហេតុគឺដោយសារតែគ្រួសារជាវមិនមានជំនាញខាងវិទ្យាសាស្ត្រខ្ញុំមិនអាចព្យាបាលជំងឺរបស់ជាវបានយូរមកហើយហ្វាំងម៉ាន់កំពុងយំសោកស្ដាយគាត់ឡៃហាវក៏កំពុងរំលឹកដល់ក្រុមគ្រួសារជាវឲ្យពិនិត្យមើលរឿងផងដែរអ្នកមិនអាចទទួលខុសត្រូវចំពោះការមិនដឹងនោះទេដូច្នេះខ្ញុំបានមានន័យច្រើនសម្រាប់អ្នកប៉ុន្តែអ្នកក៏បានឃើញដែរខ្ញុំកំពុងធ្វើការវះកាត់ឥឡូវនេះជាវស៊ើបអង្កេតបញ្ហារងចាំមួយផ្លេតពេលគាត់វះកាត់បដូរសរីរាង្គរួចរាល់ជួយគាត់ពិនិត្យមើលរឿងនេះផងគ្រួសារជាវមិនអាចបង្ខំវាបានទៀតទេគាត់ដើរចេញដោយគ្មានសង្ឃឹមនៅពេលនេះតេងសៀងបានដើរតាមគាត់ចេញមកគាត់បានបញ្ឈប់គ្រួសារជាវប្រាប់គាត់ផងតើខ្ញុំអាចជួយអ្នកដោយរបៀបណាបើអ្នកមិនបង្ហាញខ្ញុំអ្នកជួយខ្ញុំផងតើអ្នកសុខចិត្តជួយខ្ញុំពិនិត្យទេខ្ញុំគ្រាន់តែមើលមិនឃើញពីរបៀបដែលអ្នកដទៃបន្តធ្វើឲ្យយើងមិនបន្ទោសណឡែនទៅជួបគ្រួសារជាវស្ដាប់តេងសៀងហើយជួយគាត់ពិនិត្យរំភើបចិត្តខ្លាំងរត់ចេញដូចខ្យល់ក្មេងបន្ទាប់មកយប់ក៏មកដល់តេងសៀងបានទៅវូតដើម្បីបដូរសម្លៀកបំពាក់របស់សៀវយូជាចម្បងដើម្បីពិនិត្យរបួសរបស់ជាវតោះយើងសម្រាប់មួយផ្លេតសិនបន្ថយល្បឿនបន្ទាប់ពីភ្លៀងធ្លាក់ស្រាលរួចតេងសៀងចាប់ផ្ដើមផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់ដោយប្រុងប្រយ័ត្នម្យ៉ាងវិញទៀតក្រុមគ្រួសារអ៊ូកំពុងរងចាំលោកវិជ្ជបណ្ឌិតខែចេញពីធ្វើការដូច្នេះគាត់បានចាត់វិធានការនេះគាត់ចង់ជំនួសជាវជារិនដើម្បីចូលរួមក្នុងការបដូរថ្លើមនេះការវះកាត់ខ្ញុំបានឮថាអ្នកទើបតែត្រៀមខ្លួនសម្រាប់ការបដូរថ្លើមថ្មីនេះពេលត្រូវហើយប្រសិនបើអ្នកនឹងក្លាយជាជំនួយការរបស់ខ្ញុំតើយើងនឹងមានយោបល់ទេទេប្រសិនបើខ្ញុំអាចធ្វើឲ្យមានវត្តភាពប៉ុន្តែគ្រូនឹងសប្បាយចិត្តណាស់កុំបារម្ភអីខ្ញុំចង់ប្រើកម្លាំងរបស់ខ្ញុំគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការវះកាត់នេះច្បាស់ជាមិនមែនដោយសារទំនាក់ទំនងទេប្រឈមមុខនឹងសំណើរបស់គ្រូសាហ្គាវាមិនងាយស្រួលទេសម្រាប់លោកវិជ្ជបណ្ឌិតក្នុងការបដិសេធនិយាយបានតែថាគាត់នឹងពិចារណាវាដោយប្រុងប្រយ័ត្នក្រុមគ្រូសាហ្គាបាននិយាយដោយរីករាយថាពួកគេកំពុងរងចាំដំណឹងល្អរបស់គាត់ហើយនៅថ្ងៃបន្ទាប់ក្រុមគ្រូសាជីអូបានជួបអ្នកជំងឺភ្លាមនៅពេលដែលពួកគេទៅធ្វើការវាហាក់ដូចជាកុមារកំពុងឈឺចាប់ក្រុមគ្រូសាជីអូបានទៅសួរអំពីស្ថានភាពនេះមានរឿងអ្វីកើតឡើងក៏បានដុតឈាមក្នុងលាមកដែរនារីស្រស់ស្អាតនោះបានសម្លឹងមើលបន្ទាប់មកគាត់បានធ្វើការពិនិត្យបឋមមួយចំនួនលើអ្នកជំងឺជាចុងក្រោយគាត់បានកំណត់ពីស្ថានភាពរបស់កុមារប្រហែលជាជំងឺរលាកពោះវៀនស្រួចស្រាវដែលមានការហូរឈាមបន្ធូរសម្ពាធពោះវៀនថប់ពិនិត្យមើលម្ដងទៀតនៅពេលក្រោយអរគុណលោកគ្រូពេទ្យបឋាយិកាឲ្យផ្ដល់ថ្នាំដល់កុមារខ្ញុំទុកបញ្ហាចោលមុនហើយនៅក្នុងការិយាល័យគ្រូសាហ្គាបានមកជួបលោកវិជ្ជបណ្ឌិតខំម្ដងទៀតឬសម្រាប់ការវះកាត់លោកគ្រូស៊ូតើលោកគ្រូនៅតែស្ទាក់ស្ទើរមែនទេខ្ញុំមិនគិតថាអ្នកមានអ្វីដែលត្រូវស្ទាក់ស្ទើរនោះទេខ្ញុំនឹងមិនដែលធ្វើឲ្យអ្នកខកចិត្តឡើយ10លានភ្លាមនោះបងថ្លៃរបស់លោកវិជ្ជបណ្ឌិតខបានមករកគាត់រំខានដល់អ្វីដែលលោកវិជ្ជបណ្ឌិតខចង់និយាយបងថ្លៃរបស់គាត់បានឃើញគ្រូសាហ្គាកំពុងនិយាយជាមួយលោកវិជ្ជបណ្ឌិតខខ្ញុំនឹងចេញទៅក្រៅគ្រូសាហ្គាមិនបានប្រាប់គាត់ទៀតទេពួកគេនិយាយចប់ហើយល្អជាងគាត់ខ្ញុំកំពុងរងចាំដំណឹងល្អរបស់អ្នកហេមិនអីទេខ្ញុំមានរឿងសំខាន់មួយចង់ប្រាប់អ្នកតោះទៅបើកហាងមួយប៉ុណ្ណឹងហើយខ្ញុំចៃដន្យឲ្យនិយាយច្រើនម្លេះចូលយើងមានភាពរ៉ូមែនទិកយកចិត្តទុកដាក់លោកវិជ្ជបណ្ឌិតខបាននាំប្រពន្ធរបស់គាត់ទៅមន្ទីរពេទ្យប្រមូលផ្ដុំលោកវិជ្ជបណ្ឌិតខបានរំខានដល់ការឧទាមរបស់គាត់ខ្ញុំសួរថាតើអ្នកមិនមករកខ្ញុំទេមានរឿងអ្វីកើតឡើងអ្នកបាននិយាយថាកូនស្រីរបស់ព្រឹកបរោះរបស់អ្នកបានអង្វរអ្នកសន្យាតើអ្នកដឹងរឿងនោះដោយរបៀបណាអ្នកមិនខ្វល់ថាខ្ញុំដឹងយ៉ាងណាទេមិនចាំបាច់និយាយទេលោកវិជ្ជបណ្ឌិតខដឹងរឿងនេះវាត្រូវតែជាបងថ្លៃរបស់គាត់ប៉ុន្តែបញ្ហានេះពិបាកខ្លាំងណាស់សម្រាប់លោកវិជ្ជបណ្ឌិតខនៅម្ខាងគឺជាសិស្សរបស់ពួកគេផ្ទាល់នៅម្ខាងទៀតគឺជាកូនស្រីរបស់ព្រឹកបរោះដូច្នេះគាត់មិនដឹងអ្វីទាំងអស់មួយរយៈនេះជាអ្វីដែលប្រពន្ធរបស់គាត់និយាយអំពីគ្មានអ្វីចម្លែកទេដែលអ្នកនៅតែក្រោកឡើងអ្នកគឺជាខួរក្បាលដែលស្លាប់ឱកាសនេះគឺនៅចំពោះមុខអ្នកហើយតើអ្នកមិនអាចកាន់វាបានទេខ្ញុំយល់ពីការពិតនេះប៉ុន្តែវាមិនយុត្តិធម៌ចំពោះឆេវយួនទេអយុត្តិធម៌ច្រើនណាស់នៅក្នុងโลกនេះអ្នកនិយាយអំពីគ្រូពេទ្យទាំងអស់គ្រូពេទ្យកុមារស្រីរកចំណូលបានតិចបំផុតតើនោះយុត្តិធម៌ទេតើអ្នកអាចគិតបន្ថែមទៀតអំពីគ្រួសារនេះបានទេតើអ្នកអាចមានភាពអាត្មានិយមជាងនេះទេសូមគិតអំពីកូនរបស់យើងផ្ទាល់នៅពេលនេះហេតុយារបស់លោកវិជ្ជបណ្ឌិតខបានចាប់ផ្ដើមលាងខួរក្បាលលោកវិជ្ជបណ្ឌិតខម្ដងគាត់បាននិយាយថាបើអ្នកមានអារម្មណ៍សោកស្ដាយចំពោះឆាវយើងតបមកអ្នកអាចទូទាត់សងសម្រាប់គាត់នៅក្នុងការងារនេះពេលណាហើយឬអ្នកអាចផ្ទេរទៅមន្ទីរពេទ្យឯកជនបានអ្នកតែងតែចង់បានមួយក្នុងចំណោមពីរយ៉ាងណាមិញវានិយាយអំពីលុយក្នុងនាមជាស្ត្រីម្នាក់គាត់និយាយត្រូវគាត់គ្រាន់តែចង់រកលុយបានច្រើនជាងនេះបញ្ជូនកូនរបស់អ្នកទៅសាលារៀនល្អដើម្បីទទួលបានការអប់រំល្អគាត់មិនចង់ឲ្យកូនរបស់គាត់ចាញ់នៅចំណុចចាប់ផ្ដើមទេបន្ទាប់ពីនិយាយរួចគាត់ក៏យកអាហារមកវេចខ្ចប់វាគាត់នឹងយកវាមកវិញហើយឲ្យក្មេងញ៉ាំក្នុងមួយប៉ព្រិចភ្នែកនៅថ្ងៃបន្ទាប់លោកវិជ្ជបណ្ឌិតខចង់ឲ្យគាត់គ្រូសាហ្គានឹងជំនួសជាវខ្ញុំបានប្រាប់ឌៀនហ្គាអំពីគ្រូសាហើយបងប្រុសហ្វូតាមគំនិតខ្ញុំមិនថាវាជាគ្រូសាហ្គាឬគ្រូសាជាវទេពួកគេម្នាក់មានចំណុចខ្លាំងរៀងខ្លួនគ្មានអ្នកណាអាចជំនួសអ្នកណាបានឡើយអ្នកគ្រាន់តែត្រូវជ្រើសរើសអ្នកដែលមានសមត្ថភាពបំផុតក្នុងចំណោមពួកគេគ្រាន់តែផ្គូផ្គងនឹងរបស់អ្នកលោកវិជ្ជបណ្ឌិតខបានស្ដាប់ពាក្យរបស់លោកឌៀនហ្គាគាត់គិតថាឌៀនហ្គាយល់ព្រមគ្រូសាហ្គាបានជំនួសគ្រូសាលោកឌៀនហ្គាក៏បាននិយាយផងដែរថាការវះកាត់គឺជាការវះកាត់របស់អ្នកចំពោះអ្នកដែលអ្នកជ្រើសរើសជាជំនួយការរបស់អ្នកវាអាស្រ័យលើអ្នកលោកឌៀនហ្គាបានផ្ដល់ឲ្យលោកវិជ្ជបណ្ឌិតនៅយោបល់មួយទៀតនៅពេលនេះគាត់បាននិយាយទៅកាន់លោកវិជ្ជបណ្ឌិតតាមពិតទៅខ្ញុំត្រូវផ្ដល់ពេលវេលាខ្លះដល់ក្រុមគ្រួសាររបស់ខ្ញុំផ្ដល់ឱកាសឲ្យគាត់បង្ហាញពីសមត្ថភាពរបស់គាត់កុំចាត់ភាពចម្រូងចម្រាសទាំងនោះត្រឡប់ទៅកន្លែងរបស់អ្នកវិញក៏ជាផែនការល្អមួយដែរឌ
ឌីនគោបាននិយាយដូច្នេះលោកវិជ្ជបណ្ឌិតខៅមានការងឿងឆ្ងល់ភ្លាមគាត់មិនដឹងថាត្រូវជ្រើសរើសអ្នកណាទេហើយខ្ញុំបាននិយាយថាមិនអីទេសូមគិតអំពីវាខ្ញុំនៅតែនិយាយវាការវះកាត់គឺជាការវះកាត់របស់អ្នកមែនទេនៅទីបញ្ចប់វាអាស្រ័យលើអ្នកនៅពេលមីញឹកបំផុតរបស់អ្នកសូមអរគុណសម្រាប់ការចងចាំរឿងនោះតើលោកវិជ្ជបណ្ឌិតខៅបានរកឃើញអ្វីខ្លះតេងសៀងកំពុងជួយក្រុមគ្រួសាររបស់គាត់និងស៊ើបអង្កេតមូលហេតុដោយមិននិយាយអ្វីគាត់ក៏ងាកចេញហើយដើរចេញទៅម្ខាងទៀតតេងសៀងបានថតរូបរបួសរបស់សៀវយូកំពុងពន្យល់ដល់ម្ដាយរបស់ឆេវមូលហេតុនៃការជាសះស្បើយយឺតនៃរបួសរបស់ឆេវអ្នកអាចមើលឃើញវានៅក្បែរនេះមែនទេនេះជាអាសយដ្ឋានដែលមានល្បិចកលសំឡេងដ៏ពីរោះរណ្ដំនេះពីរោះរណ្ដំតើនោះមិនមានន័យថាមានការឆ្លងមេរោគក្រោយការវះកាត់ទេខ្ញុំបានសួរជុំវិញវាដោយសារតែអ្នកមិនបានថែរក្សាឆេវឲ្យបានល្អគាត់បណ្ដាលឲ្យមានការឆ្លងមេរោគក្រោយការវះកាត់តើនោះមានន័យថាមានការឆ្លងមេរោគក្រោយការវះកាត់មែនទេខ្ញុំបានសួរជុំវិញវាដោយសារតែអ្នកមិនបានថែរក្សាឆេវឲ្យបានល្អគាត់បណ្ដាលឲ្យមានការឆ្លងមេរោគក្រោយការវះកាត់ម្ដាយដែលយកចិត្តទុកដាក់ចំពោះឆេវតែងតែគិតថាមូលហេតុដែលភ្លៀងធ្លាក់តិចយូរម្លេះមិនល្អទេការឆ្លងមេរោគក្រោយការវះកាត់តេងជាងមិនបដិសេធរឿងនេះទេអ្នកជូនទៅធ្វើតេស្តវាបានប្រែក្លាយថានៅក្នុងការហូរច្រោះនៃភ្លៀងស្រាលគ្មានបាក់តេរីណាមួយត្រូវបានផលិតទេបន្ទាប់មកតេងសៀងបាននិយាយទៅកាន់ម្ដាយរបស់សៀវយូយើងនៅយប់ជ្រៅរបស់គាត់មិនបានរកឃើញការលូតលាស់របស់បាក់តេរីទេនោះគឺដើម្បីនិយាយថាតាមពិតគាត់មានជំងឺមួយហៅថាផលវិបាកនៃការរលាយជាតិខ្លាញ់វាគឺដោយសារតែជំងឺនេះយ៉ាងពិតប្រាកដដូច្នេះគាត់កំពុងងើបឡើងវិញយឺតណាស់នៅពេលនេះតេងសៀងបានណែនាំម្ដាយរបស់សៀវយូឲ្យនាងស្គាល់តើការរលាយជាតិខ្លាញ់ត្រូវបានផលិតយ៉ាងដូចម្តេចនិងខ្លាញ់តើការធ្វើឲ្យរាវប៉ះពាល់ដល់ការព្យាបាលរបួសយ៉ាងដូចម្តេចលើសពីនេះអ្នកត្រូវរៀបចំសម្រាប់ឆេវបន្ទាប់ពីការវះកាត់ភារកិច្ចសិក្សាដ៏លំបាកជាលទ្ធផលភ្លៀងតិចមិនបានសម្រាកល្អទេខ្ញុំមិនអាចជួយវាបានទេមែនហើយខ្ញុំក៏យល់ដែរប៉ុន្តែខ្ញុំនៅតែសង្កត់ធ្ងន់តើអ្នកអាចសម្រាកបានគ្រប់គ្រាន់ទេវាគឺជាគន្លឹះមួយក្នុងការប៉ះពាល់ដល់ល្បឿននៃការជាសះស្បើយរបស់អ្នកជំងឺលោកតេងសៀងបានបន្តថាខ្ញុំយល់ពីអារម្មណ៍របស់អ្នកយ៉ាងច្បាស់អ្នកចង់ប្រើពេលវេលានេះខ្ញុំចង់ឲ្យកូនរបស់ខ្ញុំរៀនបានច្រើនវាបានប្រែក្លាយថាផ្ទុយពីនេះការប្រញាប់ប្រញាល់នោះធ្វើឲ្យខ្ជិះខ្ជាយហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំមុននេះអ្វីហ្នឹងឬអ្នកជាអ្នកដំបូងដែលធ្វើវាខ្ញុំមិនយល់ទេពេលអ្នកនិយាយបែបនោះហើមទីបំផុតដេងសៀងអំពីឆេវគាត់បានធ្វើឲ្យស្ថានភាពបច្ចុប្បន្នច្បាស់លាស់ដល់ម្ដាយរបស់គាត់ម្ដាយរបស់ឆេវក៏បានដឹងពីការយល់ច្រឡំនេះហើយបានបង្រៀនក្រុមគ្រួសាររបស់សង្ឃឹមថាគាត់អាចធ្វើបាននៅពេលអនាគតសហការយ៉ាងសកម្មជាមួយមន្ទីរពេទ្យព្យាបាលឆេវក្នុងពេលជាមួយគ្នានេះខ្ញុំក៏សង្ឃឹមថាឆេវអាចនឹងជាសះស្បើយនៅម្ដាយរបស់ឆេវបាននិយាយថាខ្ញុំពិតជានឹងសហការជាមួយមន្ទីរពេទ្យនៅពេលក្រោយគាត់ប្រញាប់ត្រឡប់ទៅធ្វើការវិញពេលគាត់ហៀបនឹងចាក់ចេញតេងសៀងបានបញ្ឈប់គាត់ប្រាប់គាត់ឥឡូវនេះស្ថានភាពរបស់ឆេវត្រូវបានយល់យ៉ាងច្បាស់ហើយពាក្យបណ្ដឹងរបស់អ្នកប្រឆាំងនឹងគ្រូពេទ្យតើវាអាចដកវិញបានទេនៅពេលនេះម្ដាយរបស់ឆេវបានសម្លឹងមើលទៅជីវជេរបន្ទាប់មកគាត់បាននិយាយថាដោយសារអ្វីទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយវាមិនមានអ្វីតាក់ទងនឹងគាត់ទេគាត់លែងទទួលខុសត្រូវចំពោះភ្លៀងស្រាលរបស់យើងទៀតហើយបន្ទាប់មកវាមិនមានអ្វីតាក់ទងនឹងគាត់ទេអរគុណលោកស្រីខ្ញុំនឹងទៅមុនគេបន្ទាប់ពីម្ដាយរបស់ជាវចាក់ចេញក្រុមគ្រួរបស់ដេងសៀងតេងជាងបានរំលឹកគាត់ចងចាំថាត្រូវធ្វើជាមនុស្សដំបូងគេធ្វើការសម្រេចចិត្តត្រឹមត្រូវកុំឲ្យសាធារណជនទទួលខុសត្រូវចំពោះរឿងនេះបន្ទាប់មកដេងសៀងបានសួរបណ្ឌិតខៅមានអារម្មណ៍ភ្លាមបន្តិចអ្នកឃើញទេការយល់ច្រឡំទើបតែត្រូវបានដោះស្រាយអ្នកមិនចាំបាច់ប្រញាប់ប្រញាល់បែបនេះទេសម្រាប់ហើយដាក់ពាក្យជាមុនសិនខ្ញុំសុខសប្បាយទេរឿងសម្រាប់ប្រជុំឲ្យសម្រាប់មួយរយៈរងចាំរហូតដល់គាត់ត្រឡប់មកពីកិច្ចប្រជុំវិញវាមិនពិបាកមើលទេអារម្មណ៍មិនស្រួលបន្តិចហាក់ដូចជារវល់ខ្លាំងនេះជាពេលដែលខ្ញុំបានជួបឌៀនកាដែលមកពីត្រើយម្ខាងទៀតឌីនគោបានឃើញតាមរយៈគំនិតរបស់គាត់មួយផ្លែដូច្នេះខ្ញុំបានសួរគាត់ថាគាត់កំពុងគិតអ្វីលោកវិជ្ជបណ្ឌិតខែបានឆ្លើយតបថាគាត់មិនបានគិតអំពីអ្វីទាំងអស់មែនហើយខ្ញុំបានឮអំពីរឿងនោះឈៀវត្រូវបានគេត្អូញត្អែអំពីវាត្រូវបានបញ្ជាក់ឲ្យច្បាស់ដល់ក្រុមគ្រួសារលោកវិជ្ជបណ្ឌិតខែដែលបានជួយសង្គ្រោះបាននិយាយថាពេញមួយពេលនេះគាត់រវល់ធ្វើការបដូរសរីរាង្គក៏មិនបានជួយអ្វីច្រើនដែរអូឥឡូវនេះអ្នកគ្មានអ្វីត្រូវបារម្ភទេដូច្នេះអ្នកគ្មានអ្វីត្រូវព្រួយបារម្ភទេឆាវយ៉ាវមិនអីទេគាត់អាចត្រឡប់ទៅទីតាំងដើមរបស់គាត់វិញបានតើអ្នកបានយកចិត្តទុកដាក់ទេលោកវិជ្ជបណ្ឌិតខពិបាកចិត្តនឹងគ្រួសារពីរណាស់នៅពេលនេះនាយកស្គរបានផ្ដល់ទីដោយដល់គាត់យ៉ាងច្បាស់ហើយប្រាប់គាត់ឲ្យសម្រាប់បន្តិចមិនមែនដោយសារតែមិនមានអ្នករើសពីហ៊ុនទេហើយខឹងនឹងគាត់នេះជាអ្វីដែលលោកវិជ្ជបណ្ឌិតខេស្ទាក់ស្ទើរក្នុងការនិយាយរំខានដោយឌៀនហ្គាលោកឌៀនហ្គាបាននិយាយថាគ្រួសារហ្គានឹងមានឱកាសនិយាយចោលគាត់បានទេស្មាលោកវិជ្ជបណ្ឌិតខរួចក៏ចាក់ចេញទៅលោកវិជ្ជបណ្ឌិតខបានធ្វើការសម្រេចចិត្តនៅក្នុងចិត្តរបស់គាត់បានត្រឡប់ទៅផ្ទះវិញហើយប្រាប់ប្រពន្ធរបស់គាត់អំពីរឿងនេះគាត់បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាអត្ថន័យរបស់ឌៀនហ្គាគឺជាក់ស្ដែងណាស់មានទំនោរទៅរកគ្រួសារយាវច្រើនជាងប៉ុន្តែប្រពន្ធរបស់គាត់មិនយល់ដូច្នោះទេខ្ញុំពិតជាខឹងអ្នកណាស់បន្ទាប់មកឌៀនហ្គាគឺជាឌៀនរបស់អ្នកមែនទេតើធ្វើដូចម្ដេចទើបអាចគិតលើបានឆ្លោះប្រកែកគ្នាតេងសៀងបានបង្ហាញខ្លួនសូមអបអរសាទរពួកគេបានឈប់នៅពេលនេះតេងសៀងបានសុំមិត្តស្រីរបស់គាត់ចេញទៅក្រៅនិយាយថាកុំឲ្យមានសម្លេងរំខាននៅទីនេះជាមន្ទីរពេទ្យខ្ញុំមិនខ្វល់ថាហេតុអ្វីគាត់ដឹងថាយើងបែកគ្នាទេមានអ្វីខុសជាមួយខ្ញុំវាជាការយល់ច្រឡំទាំងអស់នៅពេលនេះមិត្តស្រីរបស់តេងសៀងចាប់ផ្ដើមដកដង្ហើមធំម្ដងទៀតតេងសៀងបានរកឃើញថាស្ថានភាពមិនល្អទេស្ត្រីម្នាក់នេះកំពុងបាត់បង់ការគ្រប់គ្រងម្ដងទៀតដូច្នេះគាត់បានឲ្យក្រុមគ្រួសាររបស់គាត់បានដាក់របស់របេអ្នកស្ងប់ចិត្តចុះនេះតើអ្នកដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះទេឌីនលីវវាសម្រាប់ការវះកាត់ស្ងួតបន្ទាប់ខ្ញុំបានមករៀនជាពិសេសពីអ្នកដទៃយកចិត្តទុកដាក់ឌីនគោបង្កបញ្ហាយ៉ាងខ្លាំងដល់តេងសៀងនិងអ្នកដទៃខ្ញុំខឹងខ្លាំងណាស់តាមរបៀបតូចមួយវាជារឿងកំ pl ែងមួយនៅលើមាត្រដ្ឋានដ៏ធំនោះគឺមានអ្វីមួយខុសប្រក្រតីជាមួយយន្តការគ្រប់គ្រងនៃភាពគ្មានទោពេយមិនអាចតាមទាន់ការគ្រប់គ្រងដ៏សាមញ្ញបំផុតបានទេដោះវាចេញមនុស្សគ្រាន់តែនឹងមានឥទ្ធិពលគួរឲ្យកត់សម្គាល់លើការវះកាត់កម្រិតខ្ពស់របស់យើងសំណួរអ្នកដឹងទេជាក់ស្ដែងនៅតែរងចាំទុកចិត្តយើងឲ្យមានគំនិតតែមួយភ្លាមនោះមិត្តស្រីរបស់តេងសៀងបានរត់មករកគាត់មកសុំទោសឌៀនហ្គាបាននិយាយថាវាជាកំហុសរបស់គាត់ទាំងអស់អារម្មណ៍ផ្ទាល់ខ្លួនមិនគួរត្រូវបាននាំយកមកមន្ទីរពេទ្យទេគាត់មានចរិតប្រញាប់ប្រញាល់ពេកហើយមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អឡើយទេ
នំរមៀលតូច7 ប្រាប់ខ្ញុំកំពុងចេញទៅក្រៅ Dingo ភ្ញាក់ផ្អើលនឹងពួកគេខ្ញុំអាចត្រឹមតែលេបកំហឹងរបស់ខ្ញុំហើយផឹកទឹកដើម្បីពន្លត់ភ្លើងមិត្តស្រីរបស់ Deng Xiang កំពុងដេញតាម Deng Xiang តេងសៀងបានឈប់ហើយប្រាប់គាត់រឿងពីរយ៉ាងដំបូងអ្នកមិនចាំបាច់បន្ទោសខ្លួនឯងចំពោះរឿងនេះនៅថ្ងៃនេះទេបញ្ហារបស់ខ្ញុំទាំងស្រុងវាមិនមានអ្វីទាក់ទងនឹងអ្នកទេទី2ក្រែលេខ27របស់លោកវិជ្ជបណ្ឌិតតេងបានចូលទៅក្នុងបន្ទប់វះកាត់រួចហើយខ្ញុំដឹងហើយខ្ញុំនឹងទៅដល់ភ្លាមយកព្រមខ្ញុំគិតថាអ្វីដែលខ្ញុំនឹងនិយាយលើកមុនខ្ញុំបានធ្វើឲ្យវាច្បាស់ណាស់នោះគឺរហូតមកដល់ពេលនេះមិត្តស្រីរបស់ Deng Xiang គ្មានអ្វីត្រូវនិយាយទេគាត់អង្គុយតែម្នាក់ឯងក្នុងភ្លៀងគាត់ពិតជាត្រូវការភ្ញាក់ឡើងគ្មានអ្នកណាអាចទ្រាំទ្រនឹងការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈបែបនេះបានទេធ្វើអ្វីដោយមិនគិតឆាប់ខឹងពេកគាត់រំភើបខ្លាំងណាស់រហូតដល់គិតថាតេងសៀងនឹងមកដល់សៀងលោកតេងមិនអាចស្កេនបន្ទប់សង្គ្រោះបន្ទាន់ថ្ងៃនេះបានទេគម្រោងចាំអីគាត់មិនបោះបង់ចោលទេគាត់ត្រូវរងចាំតេងសៀងចេញពីធ្វើការគាត់ចង់ព្យាយាមបន្ថែមទៀតខ្ញុំចង់ស្ដារតេងសៀងឡើងវិញហើយផ្សះផ្សាជាមួយគាត់សូមឲ្យក្រុមគ្រួសាររបស់គាត់ប្រាប់គាត់អ្នកនឹងជឿប្រសិនបើអ្នករងចាំបែបនេះនេះជាសម្ដីរបស់មិត្តស្រីរបស់ Deng Xiang តើគាត់មិនមែនជាគ្រូពេទ្យទេនិយាយថាខ្ញុំឈឺគាត់នឹងនៅក្បែរខ្ញុំពេលមានស្នេហាហើយកុំខ្វល់ពីវាប្រសិនបើអ្នកបាត់បង់វាអ្នកនឹងដឹងថាអ្នកគ្មានពេលសោកស្ដាយវាទេគ្រូសាជីយ៉ូបានណែនាំគាត់ឲ្យត្រឡប់ទៅវិញនិយាយជាមួយគាត់មួយថ្ងៃទៀតប៉ុន្តែមិនថាគ្រូសាជីយ៉ូបញ្ចុះប៉ុណ្ណានោះទេគាត់ប្រងើយកណ្ដាលនៅទីបំផុតគ្រូសាជីយ៉ូគ្មានជំរឿអ្វីទៀតទេខ្ញុំបានទុកឆាត់របស់ខ្ញុំឲ្យគាត់គ្រូសាជីយ៉ូបានប្រញាប់ប្រញាល់ចូលទៅក្នុងភ្លៀងតែម្នាក់ឯងសុំទោសថ្ងៃនោះថ្ងៃណាដែលអ្នកនិយាយខ្ញុំភ្លេចថាមិត្តស្រីរបស់ Deng Xiang ត្រូវបានសម្លាប់ដោយ Jiao Jiren ឆ្លងមេរោគដោយស្មារតីសតិនិយមនេះស្នាមញញឹមដ៏កក់ក្ដៅមួយបានលេចឡើងនៅជ្រុងមាត់របស់គាត់នៅថ្ងៃបន្ទាប់ជីវជាអឿនកំពុងញ៉ាំមីសម្លឹងមើលតេងសៀងរូបថតនៅលើ tablet របស់សន្លឹកជាមួយកូនរបស់ខ្ញុំទូរស័ព្ទដៃនិង tablet របស់ Deng Xiang ត្រូវបានភ្ជាប់ទៅនឹងការចែករំលែកការចូលទៅក្នុងការិយាល័យហើយជួបជាមួយគ្រួសារសួរសុខទុក្ខគ្នាទៅវិញទៅមកបន្ទាប់មកគាត់ស្រាប់តែផ្ដោតលើក្រុមគ្រួសាររបស់គាត់ហើយនិយាយថាអាហារត្រឹមត្រូវហើយខ្ញុំស្រាប់តែនឹកឃើញ iPad ដែលខ្ញុំបានឲ្យអ្នកកាលពីលើកមុននៅមានរូបថតជាច្រើននៅក្នុងភាគទី2តើអ្នកបានអានវាទេនៅពេលនេះតេងសៀងហាក់ដូចជាមិនជឿបន្តិចពេលលើដូច្នេះតេងសៀងសម្លឹងមើលការនិយាយរបស់ Jiao Jiren វាមានអារម្មណ៍ដូចជាគាត់កំពុងកុហកហើយ Jiao Jiren ត្រូវបានក្បត់ដោយការបញ្ចេញមិត្តរបស់គាត់ត្រូវតែនិយាយអ្វីមួយខ្ញុំបានឃើញអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវឃើញតើអ្នកបានមើលអ្វីដែលអ្នកមិនគួរមើលទេតើអ្នកអាចបើកកនីរបស់ខ្ញុំឲ្យបានឆាប់បំផុតបានទេពិតមែនហើយគ្មានបញ្ហាទេអ្នកពិតជាមិនអាចមើលរូប selfie ទាំងនោះនៅថ្ងៃនេះបានទេភ្នែកស្រាវពេកយកចិត្តទុកដាក់ចំពោះ Jiao Jiren ត្រូវបានវាដោយ Deng Xiang ភ្នែកខឹងហៀបនិងជ្រុះចេញគំរូគំនិតតាមពិតគាត់បាននិយាយថារូបថតរបស់ខ្ញុំមើលទៅមិនស្អាតទេដូច្នេះ Jiao Jiren បានមកប្រកួតដើម្បីថ្មិញមួយគាត់បើក tablet បាននិយាយថាខ្ញុំមិននឹកស្មានថា Ming Fen នឹងផ្ដោតអារម្មណ៍ខ្លាំងនៅពេលអនាគតបើមិនដូច្នោះទេគាត់នឹងប្រាប់មនុស្សទាំងអស់ឲ្យដឹងអ្នកនៅតែកំពុងគំរាមកំហែងខ្ញុំមែនទេឯកហៅគ្រូសា Jiao ហើយរត់គេចខ្លួនមនុស្សពីរនាក់ម្នាក់នៅទោសម្នាក់នៅទល់មុខទោសបានលេងហ្គេមឆ្មានឹងកណ្ដោតេងសៀងធ្វើពុតជារងរបួសខ្ញុំគិតថាគ្រូសា Jiao នឹងត្រូវគេបោកបញ្ឆោតខ្ញុំមិនបានរំពឹងថានឹងត្រូវបុកហើយរងរបួសនោះទេអូយឈឺណាស់ចូលមកជួយមើលខ្ញុំផងតេងដាសិនខ្ញុំមិននឹកស្មានថាល្បិចសាច់ជូរចត់នេះនឹងមានប្រសិទ្ធភាពលើសម្រស់នោះទេតេងដាសិនគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយគាត់ទេនៅថ្ងៃបន្ទាប់នាយកបានធ្វើដំណើរជុំវិញវត្តដោយសារតែការសម្ដែងដ៏ឆ្នើមរបស់ Jiao Jiren ទទួលបានការសរសើរយ៉ាងខ្លាំងពីលោកនាយកសុនតើអ្នកធ្វើបានល្អទ្រឹមណាខ្ញុំមិនបានធ្វើអ្វីទេអ្នកនីតិខូដឺពោពេញដោយធម្មពលគាត់ចូលមកក្នុងការិយាល័យលោកវិជ្ជបណ្ឌិតឈើបានដើរមករកគាត់ហើយនិយាយថានាយករបស់អ្នកទទួលបានជោគជ័យដ៏ធំមួយនៅថ្ងៃនេះធ្វើបានល្អនាយកសុនមានសតិនិយមខ្លាំងចំពោះអ្នកត្រូវតែអនុវត្តបានល្អដើម្បីចាប់ឧបករណ៍ដកថយសម្រាប់ការទាំងនេះហើយគ្រូសាហ្គាបានឈរនៅមាត់ទ្វារហើយឬវាបន្ទាប់មកលោកវិជ្ជបណ្ឌិតឈើបានផ្ដោតលើក្រុមគ្រូសាបាននិយាយថាត្រូវចំណាយពេលទំនេរទាំងអស់របស់អ្នកដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការវះកាត់បដូរថ្លើមបន្ទាប់មកគ្រូសាហ្គាបានដើរចូលមកលោកវិជ្ជបណ្ឌិតឈើបានប្រាប់ក្រុមគ្រូសាជីយ៉ូការអនុវត្តរបស់អ្នកលើការវះកាត់នេះគឺមានសារៈសំខាន់ខ្លាំងណាស់បង្រៀនក្រុមគ្រូសារបស់អ្នកឲ្យយល់បន្ទាប់ពីនិយាយរួចលោកវិជ្ជបណ្ឌិតឈើក៏បានចាក់ចេញទៅពេលនេះគ្រូសាហ្គាមានការមិនជឿជាក់យ៉ាងខ្លាំងខ្ញុំមិនយល់ពីគោលការណ៍ជាមូលដ្ឋានបំផុតទេតើត្រូវការអ្វីទៀតសម្រាប់ការបដូរថ្លើមកំ pl ែងមែនណាអ្នកទេវាគ្រាន់តែថាការបញ្ជាទិញដើមគឺឆាវជើគាត់មិនអាចយល់បានទេប្រសិនបើអ្នកមិនអនុញ្ញាតឲ្យគាត់ចូលរួមសង្ឃឹមថាអ្នកអាចយល់បាន